យើងជាកូនខ្មែរគ្រប់រូបប្រជាជនប្រុសស្រីទាំងអស់គ្នាប្រកាសជាដឹងហើយថាកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025នោះគឺសៀមបានវាយប្រហារមកលើប្រទេសកម្ពុជាយើងហើយរហូតមកដល់បច្ចុប្បន្ននេះកងទ័ពដែលឈរជួរមុខហ៊ានបូជាពលីជីវិតដើម្បីការពារពួកយើងនៅខាងក្រោយសង្គ្រាមបានធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធប្រទេសយើងជាច្រើនធ្វើឲ្យបាត់បង់អាយុជីវិតរបស់កងទ័ពធ្វើឲ្យកងទ័ពត្រូវរបួសធ្វើឲ្យប្រជាជននៅជាយដែនមួយចំនួនបាត់បង់ជីវិតហើយនឹងមានរងរបួសសិស្សសាលានៅជាយដែនត្រូវផ្អាកការសិក្សាត្រូវភៀសខ្លួនកន្លែងដែលសុវត្ថិភាពទីដែលសុវត្ថិភាពចំណែកឯយើងមានសាលារៀនត្រឹមត្រូវមានលុយចាយមានបាយញ៉ាំហេតុអីក៏មិនខិតខំរៀនហេតុអីក៏យើងទៅ share វីដេអូដែរសប្បាយរីករាយក្នុងពេលដែលកងទ័ពរបស់យើងកំពុងតែឈរជើងតទល់ជាមួយសត្រូវយើងគួរតែគិតពីប្រទេសជាតិយើងការលះបង់របស់កងទ័ពយើងមិនអាចយកពេលវេលាភ្លើតភ្លើនទៀតទេរៀនរយៈពេល1ខែកន្លះមិនទាន់បានក្រេបយកចំណេះវិជ្ជាបានជ្រៅជ្រះទេប្រញាប់ភ្លេចការសិក្សាមកហើយទន្ទឹមនឹងនេះគឺកំពុងតែមានសង្គ្រាមនៅតែឆ្លៀតshareវីដេអូសបាយទៀតគេអ្នកលក់ដូររកស៊ីជារឿងមួយព្រោះជាមុខរបរជាអាជីពរបស់គេប៉ុន្តែយើងជាសិស្សានុសិស្សយើងគួរតែទៅរំលឹកការសប្បាយរីករាយឲ្យគេទូទាំងប្រទេសបានឃើញយើងជាសិស្សនេះយើងជាអ្នករៀនសូត្រនេះហេតុអីយើងទៅប្រព្រឹត្តរឿងបែបហ្នឹងនាងខ្ញុំតែងតែចេញវីដេអូតាក់ទងនឹងចំណុចអវិជ្ជមានរបស់សិស្សដោយសារនាងខ្ញុំចង់បង្ហាញអ្វីដែលអវិជ្ជមានបើសិនជាមានចំណុចវិជ្ជមានយើងក៏សរសើរប៉ុន្តែប្រសិនបើមានចំណុចអវិជ្ជមានត្រូវតែនិយាយដើម្បីឲ្យគាត់កែប្រែខ្លួនគាត់ដើម្បីឲ្យគាត់មានការអភិវឌ្ឍខ្លួនល្អប្រសើរជាងនេះយើងមិនអាចគិតតែលើកទឹកចិត្តគាត់រហូតលើកតែពេលគាត់ធ្វើត្រូវចុះពេលគាត់ធ្វើខុសនៅតែលើកទឹកចិត្តគាត់នៅតែស្វាគាត់ទៀតមែនអត់ធ្វើអញ្ចឹងបានទេពេលដែលគាត់ធ្វើខុសយើងត្រូវតែបង្ហាញពីចំណុចខុសឆ្គងរបស់គាត់ការលេង TikTok នឹងមិនមែនបង្កើតឲ្យយើងនឹងលេងអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សុជីវធម៌របស់យើងទេក្នុងនាមជាមនុស្សស្រីក៏ដោយប្រុសក៏ដោយក្មេងអាយុប៉ុណ្ណាក៏ដោយយើងគួរតែវឹកហាត់ចិត្តរបស់យើងឲ្យល្អត្រឹមត្រូវគេមើលអត្តចរិតរបស់យើងតាមរយៈការផុសរបស់យើងជាសិស្សមិនអាចទៅស្លៀកខ្លីឬក៏អាវខោចហើយរាំប្រកាច់ប្រកិនពេញនឹងបានទេព្រោះគេមើលយើងថាកូននេះកូនណាគេរៀនចេញពីសាលាណាមកគ្រូណាបរៀនហើយនៅផ្ទះហ្នឹងមានម៉ែឪបដៅអត់បានចេញចរិតមកអញ្ចឹងម៉ែឪក៏ដើរមើលមែនអត់ដើរឃើញសកម្មភាពកូនអញ្ចឹងមែនយើងកុំឲ្យគេដៀដល់គ្រួសារយើងព្រោះតែអត្តចរិតយើងរាំច្រៀងក្នុង TikTok ឬក៏ Facebook ហ្នឹងព្រោះយើងជាសិស្សតែបើយើងជាអ្នករាំអ្នកច្រៀងអ្នករកស៊ីអ្នកលក់អនឡាញអាហ្នឹងគេជាមុខរបររបស់គេតែមុខរបររបស់យើងនេះគឺយើងជាសិស្សអញ្ចឹងយើងត្រូវធ្វើម៉េចប្រព្រឹត្តខ្លួនឲ្យល្អឲ្យត្រឹមត្រូវសមជាសិស្សចាបើសិនជាយើងមានកម្មវិធីអីផ្សេងយើងរាំច្រៀងបានតែស្លៀកខោអាវសិស្សឯកសណ្ឋានសិស្សរាំច្រៀងហើយថតនៅសាលាទៀតសួរថាសមអត់ចាអញ្ចឹងថ្ងៃនេះខ្ញុំមានសារតែប៉ុណ្្នឹងទេជូនបងប្អូនដែលគាត់ប្រព្រឹត្តអំពើឆ្គាំឆ្គងទាំងឡាយអាចឲ្យគាត់ជួយកែប្រែដើម្បីជីវិតគាត់ទៅពេលអនាគត